ចូលរៀបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះទេវីថ្ងៃនេះខ្ញុំមានរឿងនិទានមួយឈ្មោះភ្លេងផ្លុងមុនអ្នកដាស់ព្រះអាទិត្យរងាវកុកគីកែកើតតែព្រះអាទិត្យអត់ក្រោកពីគេងទេថ្ងៃនេះភ្លៀងចាប់ដើមស្រក់ផ្លាក់ផ្លោ့ទូចេញត្រឹកទៅក្រៅអត់បានទេថ្ងៃនេះភ្លៀងនៅតែស្រក់ផ្លាក់ផ្លោ့កូនបើពណ៌ខៀវអណ្ដែតភ្លេងផ្លុងកម្មចិន្តាទី1លិចបាត់ហើយភ្លៀងនៅតែស្រក់ផ្លាក់ផ្លោ့កូនផ្កាយពណ៌ក្រហមអណ្ដែតភ្លេងផ្លុងកម្មចិន្តាទី2លិចបាត់ហើយភ្លៀងនៅតែស្រក់ផ្លាក់ផ្លោ့កូនទាពណ៌លឿងអណ្ដែតភ្លេងផ្លុងកម្មចិន្តាទី3លិចបាត់ហើយភ្លៀងឈប់ស្រក់ផ្លាក់ផ្លោ့ទូមើលឃើញកម្មចិន្តាទី3តែកូនទាពណ៌លឿងអត់នៅទីនេះទេភ្លៀងឈប់ស្រក់ផ្លាក់ផ្លោ့ទៀតហើយទូមើលឃើញកម្មចិន្តាទី2តែកូនផ្កាយពណ៌ក្រហមអត់នៅទីនេះទេភ្លៀងឈប់ស្រក់ផ្លាក់ផ្លោ့កូនបើពណ៌ខៀវអត់នៅទីនេះទេទូឆ្លើយថាតើកូនទាពណ៌លឿងកូនផ្កាយពណ៌ក្រហមនិងកូនបើពណ៌ខៀវនៅឯណានៅនេះទាំងអស់អនដឹកអ្នកយកមកលេងទេតើជម្រាបលាអ្នកទាំងអស់គ្នា